Chân header and footer assignment là đó nhưng mà chăm bạch đặt lên tụm po như thế đó đấy với lên tụm po và sau này chỉ dùng prao chặt như vậy và ở lên tụm po dương ăn vài chỗ đi và sau này chỉ là đó như vài chỗ cứ việc lên nó việc đào tam lục đạp lại mua lại phi lại bay đấy và xong thế ở chơi cái này đấy chân dương ăn miên vài chỗ đấy xong bây giờ thằng lên nữa và đàn ông như vài chỗ thì là lệnh mùi chứ lứa đi có lệnh muối và cái đó mới có phê vốn tới hôm chứ có rất là phê vốn nữa mà chân phê vốn nữa chân là bây giờ bị tranh ô tô một tích to là dương prao bị thị xã ô tô nè và hơi ca đã header footer mua được bao viên đó thì cái bên dây bị sạc mai với cái ca đã bao tầm phố thằng kêu tầm phố bao tầm phố cứ cái đã tầm rạp tầm co từ lưng thả bàn ta tập hơi bao nhiêu nữa bọc vùng đôi thả bàn ná đôi cái tuồng ná đôi trộm hồn ná tại bởi thân ra thì dương nhận được quân luôn ấy dương ăn nên thả bàn thế là đó nên bài tạo với các bạn computer office application cứ chỉ mua rồi bọc thử và thân ra chỉ ăn nên mua thả bàn thế nhưng các cái vô vì mà đạt được đó các bạn chúng các cái vô vì mà đạt được đó các bạn đấy chúng nói chương tụm của và cứ là đó nên chân từ lờ mà chúng riêng anh ấy cứ prao tụm đặt mua nhà từ quân thử đi quân nhà riêng thử và này cái đóคือយើងដាក់លេខទំព័រហើយផ្នែកខាងតាមគឺយើងប្រើសម្រាប់ដាក់អីគេលេខទូរស័ព្ទអីជាងទេបាទនេះលេខទូរស័ព្ទចាស់ទេលេខល្អពេកសម្រាប់កើតបាទអញ្ចឹងអក្សរ page នេះគឺយើងវាយដើម្បីឲ្យវាបង្ហាញពាក្យ page បាទដល់ពេលបើអ្នកនរអគ្នាចង់ឲ្យវាចេញអូតូម៉ាទិកគឺអ្នកនរអគ្នាត្រូវចុចទៅលើ insert បាទ page number ហើយយើងចុចទៅលើ format page number ដើម្បីអីគេដើម្បី edit វាថាតើឲ្យ page ហ្នឹង start ពីលេខប្រហែលអញ្ចឹងមើល start at នេះបើ start ពីលេខប្រហែលទៅហើយនេះគឺជាជំរឿនដែលយើងត្រូវការជ្រើសរើសនៅណាជាយើងចង់ឲ្យចេញលេខ1លេខ2លេខ3អញ្ចឹងឬក៏ចង់ឲ្យវាចេញ ABC ឬក៏ចង់ឲ្យចេញ1 2រម៉ាំងបាទជារម៉ាំងតូចឬក៏រម៉ាំងធំប៉ុន្តែបើចង់ឲ្យចេញលេខខ្មែរយើងធ្វើអត់ទៅទេបាទលុះត្រាតែយើងយកជាលេខអង់គ្លេសទៅបាទហើយអូខេមកពេលនោះវាអត់ទាន់ចេញទេណាបាទយើងឆ្លិតទៅលើ pay auto ប៉ុណ្ណឹងហើយវាអត់ទាន់ចេញទេ start ad ហើយប៉ុន្តែអត់ទាន់ចេញដែរគឺយើងយកដាក់ម៉ៅកន្លែងដដែលបន្ទាប់មកបាទយើងចុចទៅលើ insert ដដែលយកពាក្យថា page number ម្ដងទៀតប៉ុន្តែអត់យក page number format ទៀតទេណាគឺយើងយក current position បានន័យថាជាទីតាំងដែល cursor របស់យើងស្ថិតនៅនេះជាទីតាំងដែលផ្លឹកផ្លែហ្នឹងស្ថិតនៅបាទអញ្ចឹងយើងចុចទៅលើ current position យើងចុចទៅលើ page number នេះទៅពេលនោះវានឹងយកលេខដែលយើងបានគូកំណត់យើងបាញ់ហ្នឹងវាយកមកដាក់ឡើងអញ្ចឹងពេលនោះវាដើរអូតូហើយអានេះ page 1តែដល់ពេលចុះមកខាងក្រោមទៀតទៅឃើញវាចេញ page 2 page 3 page 4ចុះបើយើងចង់បានលេខខ្មែរទៅធ្វើម៉េចលេខខ្មែរតតដូរវាចំណុចលើវាយើងដូរ font បាទអត់ប្រើ font អង់គ្លេសទេ font ខ្មែរក៏អត់ប្រើ font របស់ Unicode ដែរ font Unicode គឺអត់អាចប្រើវាបានទេតើប្រើ font របស់ Lemon បាទអញ្ចឹង font របស់ Lemon នេះហើយពពួក Lemon ណាកាលពី version មុនវាចេញពាក្យ Lemon ប៉ុណ្ណឹងវាមាន mode របស់វាដូចអានេះ mode ឆ្លាក់តែដល់យើងចុចទៅលើវាទៅយើងឃើញឆ្លាក់ណាដាក់មកលើវាឃើញវាចេញឆ្លាក់បាទបរិធំតិចទៅវាចេញឆ្លាក់បាទនេះធម្មតាបាទអញ្ចឹង click លើវាមកបាទហើយយើងសេរី size វាធំព្រោះ Lemon វាទូចទៅ size របស់វាស្មើនឹង22ឬក៏20នេះបាទណាបានវាប្រហែលគេណាអញ្ចឹងហើយបានវាចេញអូតូម៉ាទិកអញ្ចឹង page 3អានេះ page 4បាទនេះ page 5អញ្ចឹងបើសិនណាជាចង់ឲ្យវាចេញអូតូម៉ាទិកតើតែយើងដូរបាទអូតូម៉ាទិកជាភាសាអង់គ្លេសអត់បញ្ហាតែបើភាសាខ្មែរលុះត្រាតែអ្នកនរគ្នាយក Lemon តោះណាបាទហើយដើម្បីដាក់ header and footer បានសូមបញ្ជាក់ដែរថាពេលណាដែលយើងកែវាហើយអ្នកនរគ្នាចុចទៅលើ close វាទៅclose
នេះ home tab បាទបើចង់ដាក់វាគឺយើងចុចទៅលើ home tab នេះ home tab ហើយអ្នកនរគ្នាយកអីគេយកកន្លែងនេះបាទសំទោសអាហ្នឹងមិនមែននេះណាដាក់ header and footer ណាអានេះដាក់បន្ទាត់ទេអានេះខ្ញុំបើក page ថ្មីមួយទៀតណា file new បាទនេះយើងចង់ដាក់ក្បាលទំព័រយើងចុចលើ insert យកពាក្យថាអីគេ header បាទហើយយើងយកពាក្យ edit header ដើម្បីសរសេរទៅខ្លួនឯងចឹងចុច edit header មកវាចេញចឹងយើងគ្រាន់តែដូរ font ខ្មែរមកបាទសកលវិទ្យាល័យចឹងទៅហើយយើងប្រើ tab ចូលយើងចុច tab អាចចូលដើមបន្ទាត់ tab ចុច tab ទៅវារត់មកកណ្ដាលចឹងមើលកណ្ដាលយើងអត់សរសេរអីទេយើងចុច tab មួយទៀតចឹងវារត់មកគៀនហើយបាទអញ្ចឹង Computer Office Support លីគិតណាដល់ពេលដែលអ្នកនរគ្នាចង់សរសេរនៅខាងក្រោមវិញចង់សរសេរជើងទំព័រគឺយើងប្រើ arrow key ចុចក្រោមបាទក៏ប៉ុន្តែដោយសាររបស់វានឹងវាមានបន្ទាត់ណាអញ្ចឹងដើម្បីដាក់បន្ទាត់វាគេឆ្លៃទៅលើវានេះអ្នកនរគ្នាអាចប្រើតាមពីរវិធីសាស្ត្រចុចទៅលើ insert save យកវាមកគូយក line នេះមកគូក៏បានអញ្ចឹងក៏បានដែរបាទប៉ុន្តែបើសិនណាជាចង់ដាក់កុំឲ្យវារត់ព្រោះអា line ហ្នឹងវាអាចចុះក្រោមឡើងលើណាអញ្ចឹងយើងចុចទៅលើអីគេ home tab ចុចទៅលើសញ្ញា border នេះហើយយើងយកពាក្យ border and setting បាទហើយយើងជ្រើសរើសបាទ mode បន្ទាត់ដែលអ្នកនរគ្នាចង់បានហើយនេះ style របស់បន្ទាត់ហ្នឹងណាបាទណាហើយយើងដកចេញណាយើងដោយសារអីអានេះវាពណ៌ស៊ុំពណ៌ជុំវិញនេះតែដល់នេះដាក់អញ្ចឹងវាពណ៌ជុំវិញហ្មងអញ្ចឹងអានេះផ្នែកខាងលើនេះផ្នែកខាងលើនេះផ្នែកខាងលើណាបាទនេះផ្នែកឆ្វេងអានេះផ្នែកឆ្វេងនេះដែរអញ្ចឹងយើងអត់ត្រូវការលើទេដកឲ្យលើចេញដកឲ្យឆ្វេងចេញដកស្ដាំចេញទុកតែខាងក្រោមទេមែនអត់បាទបន្ទាប់មក apply to អ្នកនរគ្នាយកពាក្យ text អត់ទៅ apply to paragraph ហ្នឹងហើយហើយអូខេមកវាចេញបាទអញ្ចឹងចង់ដាក់ជើងទំព័រចុច arrow key ចុចក្រោមណា arrow key ចុចក្រោមវារត់មកខាងក្រោមនេះបាទអញ្ចឹងបាទរៀបរៀងដោយនរណាគេទៅហើយហ្នឹងអញ្ចឹងពួកយើងដាក់រៀបរៀងដោយឈ្មោះពួកយើងទៅព្រោះដោយសារ assignment ពួកយើងមិនអញ្ចឹងណាបាទហើយចុច tab ហើយអ្នកនរគ្នាសរសេរមក page បាទចុច2បាទដាក់ page auto insert page number បាទដោយសារយើងសេរីវាហើយដាក់ current page មកបន្តមកទៀតអីគេចុច tab ទៀតចុច tab ទៀតវារត់មកគៀនបាទអញ្ចឹងលេខទូរស័ព្ទប្រហែលចឹងមិនចេះនងគ្នាសើចមកពីខ្ញុំចុចចេះបាទដល់ពេលសរសេរទៅមិនចេញអញ្ចឹងទៅចឹងមិនចាប់អារម្មណ៍ទៅបើណាអូខេតោះអញ្ចឹងនេះដល់ពេលហើយយើងដាក់បន្ទាត់នៅខាងលើម្ដងចាយើងឆ្លៃទៅលើវាបាទអញ្ចឹងនៅក្នុង home ហើយចុចទៅលើសញ្ញា border ចុចទៅលើ border and setting បាទយើងជ្រើសរើស mode បន្ទាត់ដែលយើងចង់បានហើយយើងដកអានេះដកផ្នែកខាងក្រោមចេញវិញដកផ្នែកខាងឆ្វេងដកផ្នែកខាងស្ដាំមិនអញ្ចឹងណាអូខេមកបានទៅដាក់ទៅលើបាទហើយ close វាចេញទៅចប់បាទអញ្ចឹងយើងទទួលបានដល់ហ្នឹងណាចានេះគឺជាអត្ថបទដែលយើងវាយទទួលបាទយើងដាក់តែមួយវាដើរគ្រប់ទំព័រហើយណាអញ្ចឹងនេះសម្រាប់ page 1ណាជាមួយខ្ញុំ room page អ្នកនរគ្នាមើលចុចលើ view យកពាក្យ 1 page ទៅ 2 page ក៏បានដែរ 2 page ពេលណាដែលយើងចង់ចុះទៅលើ page មួយទៀតអ្នកនរគ្នាចុចអីគេ control បូកជាមួយនឹង enter បាទចុច control ជាប់ enter មកវាចេញ page មួយទៀតហើយឃើញអញ្ចឹងវាចេញទៅស្វ័យប្រវត្តិហើយស្គាល់អត់ប៉ុណ្ណឹងក៏ប៉ុន្តែសូមបញ្ជាក់ដែរថា assignment អ្នកនរគ្នាគឺដាក់តែសាកលវិទ្យាល័យវាលរាយassignment អានេះយើងអត់មានដាក់ computer office ទៀតទេយើងត្រូវដាក់ assignment វិញមិនអញ្ចឹងហ៎បាទព្រោះដោយសារអានេះយើងមិនមែនធ្វើ computer office ណាយើងធ្វើ assignment ណាហើយរៀបរៀងដោយឈ្មោះរបស់យើងហើយលេខទំព័រនេះសូមមិនបាច់ដាក់ទេ
បាទព្រោះលេខទំព័ររបស់យើងវាមិនឆ្លាស់គ្នាអ្នកខ្លះ7ហើយទៅ130ក៏មានដែរអញ្ចឹងយើងអាចធ្វើលេខអញ្ចឹងបានទេបាទហើយលេខទូរស័ព្ទអូខេអញ្ចឹងការប្រើប្រាស់ header and footer គឺចប់ប៉ុណ្្នឹង